นี่คือជាសិភៅណែនាំសម្រាប់ពេទ្យសត្វនិងនិស្សិតរៀនពេទ្យសត្វមួយគឺទាក់ទងនឹងការប្រើប្រាស់ថ្នាំព្យាបាលសត្វនិងការប្រភេទជំងឺសត្វដូចជាមាន់គោនិងសត្វជ្រូកជាដើមចំពោះចំណុចចំពោះទី1គឺការប្រើប្រាស់ថ្នាំនិងការព្យាបាលសត្វទី1គឺគេបែងចែកឱសថនឹងជា7ប្រភេទមានដូចជាទី1គឺប្រភេទវីតាមីននិងសារធាតុរ៉ែត្រូវចាំបាច់សម្រាប់ទ្រទ្រង់សុខភាពធ្វើឲ្យការលូតលាស់និងធ្វើឲ្យមានការបន្តពូជប្រព្រឹត្តទៅល្អធម្មតាចំពោះទី2គឺអង់ទីប៊ីយោទិកគឺជាប្រភេទថ្នាំសម្រាប់ប្រឆាំងពពួកបាក់តេរីជាដើមចំពោះប្រភេទឱសថលេខទី3គឺជាឱសថប្រឆាំងពពួកប៉ារ៉ាស៊ីតនិងគឺជាប្រភេទដែលមានប្រសិទ្ធភាពប្រឆាំងទៅនឹងប៉ារ៉ាស៊ីតខាងក្នុងនិងខាងក្រៅដូចជាចាយឬពពួកព្រួនចំពោះចំណុចទី4គឺឱសថប្រឆាំងទៅនឹងការរលាកគឺជាឱសថម្យ៉ាងដែលអាចទប់ទល់ទៅនឹងការរលាកគ្រុនក្តៅនិងការឈឺចាប់របស់សត្វចំពោះទី5គឺអរម៉ូនមានសកម្មភាពជួយរំញោចប្រដាប់បន្តពូជរបស់សត្វទាំងសត្វញីនិងសត្វឈ្មោលចំពោះចំណុចទី6គឺការធ្វើវ៉ាក់សាំងគឺដើម្បីការពារជំងឺជាពិសេសជំងឺដែលបង្កឡើងដោយវីរុសចំណុចទី7គឺថ្នាំបាញ់សម្លាប់មេរោគវាអាចជួយកម្ចាត់ពពួកបាក់តេរីវីរុសផ្សិតដែលមាននៅក្នុងបរិយាកាសដើម្បីកុំឲ្យឆ្លងរាលដាលផ្សេងចំពោះរំងទី2គឺសិក្សាពីវីតាមីនសំខាន់និងតួនាទីរបស់វាទី1គឺសិក្សាពីវីតាមីន A ពេលកង្វះវីតាមីន A ហ្នឹងធ្វើឲ្យសត្វលូតលាស់យឺតនិងការបន្តពូជចុះខ្សោយ2គឺវីតាមីន B ការកង្វះវីតាមីន B ហ្នឹងធ្វើឲ្យការលូតលាស់យឺតនិងជួនកាលមានរោគសញ្ញាពាក់ព័ន្ធនឹងជំងឺប្រព័ន្ធប្រសាទ3វីតាមីន C ចំពោះវីតាមីន C ការកង្វះវាធ្វើឲ្យសត្វនឹងចុះខ្សោយនិងងាយទទួលជំងឺមានន័យថាសត្វនឹងឈឺញឹកញាប់ជាប្រចាំ4គឺសិក្សាពីវីតាមីន D កង្វះវីតាមីន D នឹងធ្វើឲ្យឆ្អឹងផុយស្រួយនិងការលូតលាស់យឺតយ៉ាវ5គឺកង្វះវីតាមីន E ឬ E ធ្វើឲ្យកូនជ្រូកទន់ជើងនិងងាយរងទទួលជំងឺផ្សេងទៀត6គឺវីតាមីន A D E គឺធ្វើឲ្យមានការលូតលាស់លឿនមានការបង្កកំណើតល្អនិងផលិតកម្មទឹកដោះច្រើនទី7គឺវីតាមីនចម្រុះហៅថា multivit គឺជាការរួមផ្សំជាមួយវីតាមីនជាច្រើនរួមមានវីតាមីន A B C D និង E ជាវីតាមីនទាំងនេះគេប្រើជាពិសេសសម្រាប់សត្វឈឺព្រោះពួកវាស៊ីចំណីមិនគ្រប់គ្រាន់ដែលជាហេតុទទួលវីតាមីនមិនគ្រប់គ្រាន់ចំពោះចំណុចទី8គឺកាល់ស្យូមនិងផូស្វ័រគឺវាអាចជួយធ្វើឲ្យបង្កើតឆ្អឹងស៊ុតនិងការជំរុញការលូតលាស់ការកង្វះវីតាមីនកាល់ស្យូមនិងផូស្វ័រមេជ្រូកនិងមេគោនឹងមិនអាចឈរបាននិងដកដង្ហើមញាប់ចំពោះវីតាមីនហ្នឹងគឺត្រូវបានបញ្ចប់ត្រឹមនេះសិនចាំបន្តទៀត